ព័ត៌មាននេះគឺតាក់ទងទៅនឹងក្រុមហ៊ុនថែទាំសុខភាពបាទកម្ពុជាអាល្លឺម៉ង់ Mid-Heng Cambodia បង្ហាញនៅផលិតផលថ្មីសម្រាប់ការព្យាបាលជំងឺរលាកផ្លូវភេទរបស់ស្ត្រីបាទក្រុមហ៊ុន Mid-Heng Cambodia បានបង្ហាញផលិតផលថ្មីគឺមានឈ្មោះថា Lady Berlin សម្រាប់ការព្យាបាលការរលាកផ្លូវភេទរបស់ស្ត្រីដល់អតិថិជនជាច្រើនអ្នកដែលបានមកពីមន្ទីរពេទ្យនិង clinic នានាក្នុងរាជធានីភ្នំពេញបាទតាមក្រុមហ៊ុន Mid-Heng បាទភាគរយនៃស្ត្រីប្រមាណជា 30% ក្នុងចំណោមប្រជាជនទូទៅជួបប្រទះជាមួយនឹងបញ្ហារលាកផ្លូវភេទបាទតាមការសិក្សាមួយនៅខេត្តបាត់ដំបងបង្ហាញថាអត្រានៃការរលាកផ្លូវភេទរបស់ស្ត្រីគឺខ្ពស់រហូតដល់ 40% ដែលអាចបញ្ជាក់ថាស្ត្រីកម្ពុជាប្រឈមមុខខ្ពស់ក្នុងបញ្ហារលាកនេះអ្នកជំនាញសុខភាពផ្លូវភេទបានដឹងថាមូលហេតុដែលបណ្ដាលឲ្យមានបញ្ហារលាកផ្លូវភេទដោយបាក់តេរីនោះគឺមិនដឹងមូលហេតុជាក់ស្ដែង 100% នៅឡើយទេប៉ុន្តែគេអាចដឹងពីកត្តាពាក់ព័ន្ធដូចជាការលាងសម្អាតប្រដាប់ភេទមិនបានត្រឹមត្រូវដៃគូរួមភេទច្រើនបញ្ហា stress និងផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំអង់ទីវីយូទិកជាដើម Lady Berlin ជាផលិតផលសម្រាប់ការព្យាបាលជំងឺរលាកផ្លូវភេទរបស់ស្ត្រីដែលត្រូវបានផលិតនៅប្រទេសដេនម៉ាកហើយត្រូវបាននាំចូលមកលក់នៅលើទីផ្សារកម្ពុជាបាទតាមក្រសួងសុខាភិបាលនៅដើមឆ្នាំ2015ប្រទេសកម្ពុជាមានសហគ្រាសផលិតឱសថចំនួន15រោងចក្ររីឯទំហំនៃការផលិតរបស់សហគ្រាសក្នុងស្រុកវិញគឺអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងប្រទេសបានតែប្រមាណពី 10% ទៅ 15% ប៉ុណ្ណោះដូចនេះ 75% នៃថ្នាំពេទ្យត្រូវបាននាំចូលមកចែកចាយនៅទូទាំងប្រទេសកម្ពុជា